របាំព្រះរាជទ្រព្យមូលហេតុអ្វីទើបរបាំព្រះរាជទ្រព្យអាចក្លាយទៅជាសមត្ថបេតិកភណ្ឌពិភពលោករបាំព្រះរាជទ្រព្យជារបាំនៃព្រះរាជាណាចក្រកម្ពុជាដែលមានភាពល្បីល្បាញខាងប្រណិតភាពនៃសម្លៀកបំពាក់ក្នុងការតុបតែងកាយការបំពាក់គ្រឿងមាសប្រាក់អមទៅដោយក្បាច់រាំដែលមានភាពទន់ភ្លន់ស្រស់ស្អាតគួរជាទីគយគន់ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈឬទេវតាដែលឈានទៅរករំដាប់ខ្ពស់របស់របាំដែលយើងអាចសន្មតបានថាជាស្ដេចរបាំព្រះរាជទ្រព្យគឺជារបាំដែលរាជវង្សខ្មែរបង្កើតជាទ្រព្យដ៏វិសេសដើម្បីបង្ហាញពីភាពថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់របស់អ្នករាប់របាំខ្មែរជាស្នាមប្រហោះរបស់ព្រះមហាក្សត្រយានីស៊ីសុវត្ថិកុសុមៈនារីរតន៍សិរីវឌ្ឍនាដែលច្នៃចេញពីរបាំក្បាច់បុរាណខ្មែរក្នុងរជ្ជកាលស្ដេចនរោត្តមដែលរបាំនេះបានជាប់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃមរតកអរូបីតំណាងឲ្យមនុស្សជាតិរបស់អង្គការ UNESCO នាថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2003របាំព្រះរាជទ្រព្យគេចែកចេញជា4ក្រុមរបាំព្រះរាជទ្រព្យគឺជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះជាណាចក្រកម្ពុជាតែមួយគត់ដែលបានថែរក្សានីតិកម្មបុរាណមួយនេះអស់រយៈពេលដ៏យូរលង់ណាស់មកហើយរបាំក្បាច់ខ្មែរបុរាណឬរបាំព្រះរាជទ្រព្យនេះមានភាពល្បីល្បាញខាងកាយវិការទន់ភ្លន់គួរឲ្យចង់គយគន់និងមានទម្រង់គ្រឿងចាំងប្លែកៗបើយើងទៅតាមឯកសារមួយចំនួនបានសរសេរថារបាំព្រះរាជទ្រព្យនៃព្រះរាជាណាចក្រកម្ពុជាគឺជាអ្នកថែរក្សាប្រពៃណីនាដកម្មបុរាណខ្មែរដែលជាចំណែកមួយយ៉ាងជិតស្និទ្ធនៃក្រុមបរិពាររបស់មហាក្សត្រអស់រយៈពេលជាង1000ឆ្នាំកន្លងមកហើយរបាំព្រះរាជទ្រព្យមានការដើរតួ4ប្រភេទដូចជាតួនាងស្រីតួនាយរោងប្រុសតួយក្សសភាវៈអាក្រក់តួស្វាសត្វដោយតួអង្គនីមួយៗមានលក្ខណៈនិងមានពណ៌ដោយឡែកពីគ្នាមានការស្លៀកពាក់ការលាបម្សៅការតុបតែងខ្លួនទាំងក្បាច់រាំទាំងក្បាំងមុខនិងកាយវិការផ្ទាល់ខ្លួនផងដែរកាយវិការនិងក្បាច់រាំទាំងនេះនាដករត្រូវហាត់រៀនយ៉ាងសកម្មនិងស្ទាត់ជំនាញអស់រយៈពេលជាច្រើនឆ្នាំទើបចេះចប់មានអត្ថន័យដូចជាការរំជូរចិត្តនានាការភិតភ័យស្នេហាការសប្បាយចិត្តឬការខឹងសម្បារជាដើមរបាំព្រះរាជទ្រព្យឬរបាំក្បាច់បុរាណខ្មែរជារបាំដែលនាដករប្រើចលនាកាយវិការក្បាច់និងមនោសញ្ចេតនាយ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿងដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀងនៃក្រុមចម្រៀងជាតួនៃក្រុមចម្រៀងជាពួកចុហារីឡេដែលមានតួនាទីច្រៀងជូនរបាំនេះជាមួយនឹងវង់ភ្លេងពិណពាទ្យដែលមានតួនាទីប្រគំជូនរបាំនេះផងដែររបាំព្រះរាជទ្រព្យមានដូចជារបាំជូនពររបាំទេពមនោរម្យរបាំអប្សរារបាំរៀមលក្ខណ៍ជប់លក្ខណ៍របាំមនីមេនឡានិងរបាំសុវណ្ណមច្ឆាជាដើមមួយវិញទៀតតើអ្នកទាំងអស់គ្នាមានឆ្ងល់ទេថាតើមូលហេតុអ្វីទើបរបាំព្រះរាជទ្រព្យគេតែងតែលាបមុខពណ៌សដោយគ្មានការកែប្រែតាមព្រះសវណ្ណីព្រះមហាក្សត្រយានីស៊ីសុវត្ថិកុសុមៈនារីរតន៍សិរីវឌ្ឍនានាចំនួនដើមយើងមិនទាន់មានអគ្គិសនីនោះទេដូចនេះស្បែកពួកស្រីរបាំយើងមានមុខខ្មៅមិនសូវជាស្អាតនោះទេពេលប្ររូបឡើងនេះមានតែពន្លឺទៀនដុតជាភ្លើងចន្លុះដើម្បីបំភ្លឺទើបសម័យមុនយើងលាបមុខពណ៌សដោយសារតែអញ្ចឹងហើយទើបគេឲ្យពួកនាដរបាំលាបម្សៅមុខឲ្យមើលឃើញទៅសពេលរាំនិងពេលបង្ហាញខ្លួនព្រោះឲ្យស្ដេចទ្រង់ទតឃើញពេលយប់ព្រោះពន្លឺភ្លើងទៀនមិនភ្លឺខ្លាំងនោះទេរហូតមកដល់ចំនួនយើងនេះគឺមានអំពូលអគ្គិសនីហើយយើងមិនចាំបាច់លាបមុខនិងដងខ្លួនពណ៌សទៀតនោះទេបើទោះជាលាបពណ៌សនៅពេលថ្ងៃក៏មើលទៅនាដរបាំយើងឃើញថាមិនសូវស្អាតដូចគ្នាហើយក្រុមនាដរបាំយើងមិនញញឹមនិងមិនសប្បាយចិត្តជាមួយនឹងការលាបមុខពណ៌សនេះទេណាមួយម្សៅលាបមុខអាចប៉ះពាល់ដល់ស្បែកមុខនាដរបាំយើងចាប់ពីឆ្នាំ1955មកក្រុមនាដការរបាំព្រះរាជទ្រព្យមិនដែលលាបមុខពណ៌សនោះទៀតទេ